cô na thay với xe prap bay đà tục bây giờ anh mình toàn bắt bóng chịu vật cỏ đôi có bắt tay anh mình ai kích với rồi tôi cầm hộp để anh ban sang anh đắc thế thả tôi sạch xa là hết tôi sầm lấp sạch xa là hết trường bàn cha rui tả hơi anh mình ai cho rui phật bị tôi cầm hộp bát được đi xung quanh beri je tin tong tu prap mengkum phong tu prap mengkum srai giangមកពីនេះមិនចង់ប្រកាសសង្គ្រាមហើយក៏មិនចង់កម្មចង់ពីជុំនឹងអ្នកណាដែរតាំងទូព្រះបង្គំសូមរាជអនុញ្ញាតអំពីព្រះបិតាដើម្បីស្វែងរកនៃភាពយុត្តិធម៌ឲ្យទូព្រះបង្គំព្រះបិតាបើព្រះអង្គមានទស្សពិតរាជធម៌មែននោះទុកឱកាសឲ្យទូព្រះបង្គំស្វែងរកផតតាងដើម្បីបំភ្លឺនៃការពិតជូនព្រះរាជបិតាបានទេក្រាមទូលផោះតាំងណាទេឯងសំអាងលើអ្វីបានជាចង់មករកផោះតាំងមែនហើយផោះតាំងជាអ្វីការប៉ັດជាអ្វីមនុស្សដែលស្លាប់ទៅហើយនោះពុតប្រកាសមែនទេក្រាមទូលបន្តិចទៀតព្រះអង្គច្បាស់ជាបានដឹងការពិតចាក់ជាមិនខានគេថាអំពើល្អតែងតែឆ្នាំនៃអំពើអាក្រក់គ្រប់បែបយ៉ាងទាំងអស់បិតាមានតែពិសីវងមួយគត់ដែលអាចបំភ្លឺរឿងអស់ទាំងនេះបានណាក្រាមទូលមានតែពិសីវងមួយគត់ដែលអាចបំភ្លឺមកទេគាត់ណាថ្លៃពិសេសព្រះបិតាក៏ប៉ុន្តែគេបាត់បង់ជីវិតបាត់ទៅហើយមនុស្សដែលស្លាប់ទៅហើយមិនអាចរស់ឡើងវិញនោះទេព្រះបិតាទូព្រះបង្គំជាខ្ញុំនឹងប្រោះព្រំឲ្យពិសីវងរស់រានមានជីវិតសាជាថ្មីពេលនោះហើយច្បាស់ជាដឹងការពិតថាអ្នកណាជាឃាតករដែលធ្វើឲ្យព្រះអនុជទីមង្គលចាក់ជាមិនខានណាក្រាមទូលស្ទើរតែអស់សម្ដេចទៅហើយណែយើងនេះមិនមែនជាក្មេងគីមដៃទេវៃមនុស្សដែលស្លាប់ទៅហើយហ្នឹងឯងដែលឯងមានសមត្ថភាពឲ្យរស់រានមានជីវិតឡើងវិញនោះមិនហើយចិនវងឯងមិនបែរជាទេវតានោះទេឯងមិនមកចំអកលុកលើយឬមួយក៏ចង់ជីកកកោះកកាយរឿងកាលពីប្រហែលឆ្នាំនោះដែរព្រះបិតាទូព្រះបង្គំជាចាំងលោកតាព្រះមនីអេសីទូព្រះបង្គំបានសិក្សារៀនសូត្រនិមន្តអាគមគិតថាគម្ពីរត្រីវេបានចេះចប់ហើយមិនតែប៉ុណ្ណោះទូព្រះបង្គំអាចប្រោះព្រំឲ្យមនុស្សដែលស្លាប់បាត់បង់ជីវិតនឹងរស់រានមានជីវិតសាជាថ្មីបើកាលណាព្រះអង្គមិនជឿទេនោះក៏សូមព្រះអង្គទ្រង់រាជអនុញ្ញាតផ្ដល់ឱកាសឲ្យទូព្រះបង្គំម្ដងផងទៅណាក្រាបទូលមែនហើយព្រះស្វាមីផ្ដល់ឱកាសឲ្យបរិយាទូលទៅណាក្រាបទូលល្អចិនវងបើសិនជាឯងហ៊ានអះអាងថាអាចប្រោះពិសីវងឲ្យរស់រានមានជីវិតបាននោះយើងព្រមអនុញ្ញាតឲ្យឯងធ្វើទៅចោះក៏ប៉ុន្តែបើសិនជាឯងមិនអាចប្រោះបាននោះឯងមិនអាចរួចផុតពីទោសកំហុសដែលឯងបានសាងនោះទេគណៈថ្លៃពិសេសព្រះបិតាទូព្រះបង្គំហ៊ានយកជីវិតដើម្បីថ្វាយចំពោះព្រះបិតាបើកាលណាទូព្រះបង្គំស្វែងរកការពិតមិនឃើញទេនោះព្រះអង្គកាត់ទោសប្រហារជីវិតទូព្រះបង្គំសាជាថ្មីទៅចោះណាក្រាបទូលល្អខ្លាំងណាស់បើអញ្ចឹងឯងធ្វើដំណើរមកតាមយើងចុះសូមប្រងស្រីយើងក្រាបទូលព្រះមេតាចឹងមិនបាត់មេតាតើអាចទៅរួចដែរឬទេដែលអាចមនុស្សស្លាប់ឲ្យប្រវិញបាននោះមេតាជប់ព្រួយនៅក្នុងព្រះចហារតីទៀតទៅទូព្រះបង្គំបានសិក្សារៀនសូត្រមុនអាគមគិតថាចេះចប់ហើយមានតែពិសីវងមួយគត់ដែលអាចបំភ្លឺនៅក្នុងរឿងអស់ទាំងនេះឥឡូវសូមប្រងស្រីយើងទូព្រះបង្គំនឹងធ្វើដំណើរទៅប្រោះព្រំឲ្យព្រះអនុជបានរស់រានមានជីវិតសាជាថ្មីសិនណាក្រាបទូលខ្លាំងណាស់បើចឹងសូមប្រងស្រីយើងខ្ញុំមិនចាស់ជឿណាថាអាចចង្រៃនេះវាស្លាប់ម្ដងហើយវាមិនតាន់អស់ចិត្តឥឡូវនេះវាយកកមកលោនឹងចាក់ម្ដងទៀតហើយបងក៏មិនដឹកស្មានថាចិនវងវាហ៊ានមកដល់ទឹកដីបារីនគរសាជាថ្មីយ៉ាងនេះទោះតែសោះក៏ប៉ុន្តែបងក៏ចង់ដឹងដែរថា
ចាំមើលតើវាមានសមត្ថភាពឬមួយក៏យ៉ាងណាចិនបងឯងសម្លឹងទៅខាងក្រោយឯងទៅនេះហើយគឺជាមេដែលតម្កល់ទុកពិសីវងដែរជាអនុត្រារបស់ឯង គណៈថ្លៃពិសេសព្រះបិតាទូព្រះបង្គំសូមអរប្រកូនហើយឥឡូវប្រងស្រីយើងគង់សិនចុះចាំទូព្រះបង្គំនឹងប្រោះព្រំឲ្យព្រះអនុជបានរស់រានមានជីវិតសាជាថ្មីសិនណាក្រាមទូល ល្អ បពុតលោកតាព្រះមនីឥសីដល់ចម្រើនឥឡូវមានតែបារមីដែលថែរក្សាព្រះសវត្តិឆ័ត្រនៅក្នុងបរមរាជដ្ឋាននេះទេដែលព្រះអង្គជួយបំភ្លឺនៃការពុតឲ្យទូព្រះបង្គំជាខ្ញុំផងណាមួយវិជាដែលខ្ញុំបានសិក្សាជាមួយនឹងលោកតាខ្ញុំកណាក៏មិនដែលបានសាកដែរក៏សូមលោកតាជួយខ្ញុំប្រកាសណាផងខ្ញុំកណានឹងប្រោះព្រំយ៉ាងណាដើម្បីឲ្យព្រះអនុពិសីវង្សរស់រានមានជីវិតឲ្យបានសម្រេចដោយសេចក្តីបងប្រាថ្នាឯងគឺជាពិសីវងពិតប្រកបមែនទេ សម្លាញ់បេតា ពុទ្ធោពុទ្ធោ មិនទូព្រះបង្គំជាខ្ញុំដឹងប្រកាសឡើងវិញទូបង្គំបានចូលជាបកុតទៅហើយ មិនគួរជឿទេមិនគួរជឿទេ អត់ស្គាល់តែមិនជឿ ពិសីវង បិតា ពុទ្ធោ បិតាហើយណែទូបង្គំពិតជារស់រានមានជីវិតមែនទេបិតា មិនខុសនោះទេបិទរស់រៀនមានជីវិតឡើងវិញហើយអូយពុទ្ធោបុត្រាបិតា រយៈពេល18ឆ្នាំដែរកូនបាត់ក្លិតឆ្ងាយពីមេដាទៅមេដាខ្លោចចិត្តខ្លាំងណាស់អាណិតកូនដែលកូនត្រូវបាត់បង់ជីវិតតែស្មានម្ដងថាពេលនេះកូនអាចវិលត្រឡប់មករកមេដាវិញ មិនឡេចទេមេដាព្រមទាំងបិតាឥឡូវនេះទូបង្គំចង់ដឹងណាស់តើហេតុផលអ្វីបានជាទូបង្គំអាចណែរស់រានមានជីវិតវិញបានតើព្រះអង្គមានណែដឹងទេថាអ្នកណាជាអ្នកធ្វើឲ្យទូព្រះបង្គំដឹងប្រកាសឡើងវិញបានក្រាបទូល គឺណែ នេះបច្ចៈបង ពិសីវងអូន ទូបង្គំសូមថ្វាយបង្គំក្រាបទូលអូនមានជីវិតសាជាថ្មីហើយ បុត្ររបស់យើងរស់រៀនមានជីវិតវិញហើយ អានេះម្ចាស់អូនដឹងទេបងនេះហើយដែលប្រោះព្រំឲ្យអូនមានជីវិតសាជាថ្មីណាអូនណាម្ចាស់បងមិនន័យថាម្ចាស់បងជាអ្នកប្រោះព្រំឲ្យទូព្រះបង្គំជាខ្ញុំដឹងប្រកាយឡើងវិញ ពិសីវង ពិតជាមានឫទ្ធិអានុភាពខ្លាំងពូកែមែនក្រាបទូលឥឡូវបងនឹងទូថ្វាយរឿងរ៉ាវទាំងអាម៉ានឲ្យអូនបានដឹងសិនអញ្ចឹងព្រះអង្គមានព្រះបន្ទូលមកចោះអនុជអូនដឹងទេពេលដែលអូនបានស្លាប់បាត់បង់ជីវិតទៅព្រះមេដាព្រមទាំងព្រះរាជបិតាព្រះអង្គចោទប្រកាន់ចំពោះបងថាបងជាឃាតករដែលបានសំណាប់អូនប្រងតាស់រិចបញ្ជាយកបងដាក់នៅក្នុងទ្រង់ដែកទម្លាក់ចូលទៅក្នុងមហាសមុទ្រឲ្យបងស្លាប់បាត់បង់ជីវិតណាអូនណាពេលដែលទូព្រះបង្គំជាខ្ញុំត្រូវចូលទាបមកុដដែលសោយព្រះកញ្ញានោះបិតាបានដាក់ទោសម្ចាស់បងយកម្ចាស់បងដាក់ទ្រង់ដែកទម្លាក់ចូលទៅក្នុងសមុទ្រឬបិតាមិនដឹងទេអីក្រាបទូលជាការពិតណាស់អដិចអូនឥឡូវដើម្បីបំភ្លឺនៃការពិតរឿងណាដែលកើតឡើងទាំងឲ្យបានអូនឯងត្រូវទទួលថ្វាយឲ្យព្រះជាបិតាព្រះអង្គបានដឹងផងអមាញ់មិញបងសន្យាជាមួយនឹងព្រះអង្គហើយបើកាលណាគ្មានកសិនស័ក្តិសិទ្ធិជីវិតរបស់បងច្បាស់ជាស្លាប់ចាក់ជាមិនខានឥឡូវអូនឯងជួយធ្វើជាស័ក្តិសិទ្ធិឲ្យបងផងណាអូនណា ឈប់សិនអត់បាច់នេះយើងលើពួកឯងនិយាយគ្នាថាដោយសារតែព្រះកញ្ញាទើបធ្វើឲ្យពិសីវងបាត់បង់នៃអាយុជីវិតមកទេ មិនខុសទេបិតា
ពេលនោះទូព្រះបង្គំមកពីរត់លេងហត់ខ្លាំងពេកម្ចាស់បងបំរុងនឹងសោយព្រះកយាហើយម្ចាស់បងបានមានបន្ទូលថាព្រះកយាមួយចាននេះម្ចាស់បងឃើញសត្វរុយមួយទៅទុំលើព្រះកយានឹងស្រាប់តែរុយនោះវាស្លាប់បាត់បង់អាយុជីវិតលើព្រះកយាតែទូព្រះបង្គំនៅតែចចេះរឿងនោះម្ចាស់បងហាមឃាត់ទូបង្គំថាមិនឲ្យទូបង្គំនេះសោយព្រះកយានេះទេខ្លាចមានរោគគាចូលទៅក្នុងបកាយពលតែទូបង្គំគិតថាអាសត្វតូចមួយវាមកធ្វើឲ្យទូបង្គំកើតពេលនោះទូបង្គំឃ្លានពេកក៏ចាប់ផ្ដើមសោយព្រះកយាបិចដាក់ដង្ទេសមួយរំពេចនោះទូព្រះបង្គំជាខ្ញុំស្រាប់តែចុកពោះខ្លាំងណាស់ពេលនោះទូព្រះបង្គំទ្រាំពំបានទីក៏ទូព្រះបង្គំត្រូវដាច់ខ្យល់ស្លាប់មួយរំពេចតែម្ដងណាបិតាអញ្ចឹងបានតក្តីថាព្រះកយាដែលបុតបានសោយនោះគឺមានជាតិពុលមកទេទូបង្គំអត់ដឹងទេចុះចំណែកស្នាមជាប់នៅលើប្រកាយរបស់បុតតើនេះជាអ្វីវិញទេមុននឹងទូព្រះបង្គំជាខ្ញុំត្រូវចូលទិមង្គតអត់មានអ្នកណាវាយធ្វើបាបទូព្រះបង្គំឲ្យមានស្នាមជាប់ឬក៏ទូព្រះបង្គំទៅរត់លេងឯណាធ្វើឲ្យប៉ះនៅប្រកាយរបស់បុតឲ្យមានស្នាមជាប់ទីឬព្រះអង្គចោទប្រកាន់ទៅលើម្ចាស់បងទេដឹងនេះបិតាម្ចាស់បងមិនមែនជាធិតកោទេទូបង្គំសូមអះអាងឲ្យលើកប្រងបានលឺហើយរស់ពីសម្ដីតាំងអាបានព្រះអនុជបានទូតថ្វាយឲ្យព្រះជាបិតាបានដឹងថាទូព្រះបង្គំមិនមែនជាឃាតករដែលសម្រាប់ព្រះអនុជនោះទេម្ចាស់បងឈប់សិនយ៉ាងម៉េចទៅអូនបិតាមានបន្ទូលថាមុននឹងទូបង្គំត្រូវចូលទីមង្គតទូបង្គំមានស្នាមជាប់តែទូបង្គំសូមអះអាងថាសូមបីតែម្ចាស់បងប្រមាថមើងងាយរកវាយទូបង្គំក៏មិនដែលមានតើស្នាមជាប់នោះវាកើតឡើងយ៉ាងម៉េចបានទៅបិតាអនុជអូនឥឡូវកុំឲ្យអូនមានការសង្ស័យជឿមនុស្សពុរិយបិតាពេលដែលបងចាក់ចេញឆ្ងាយអំពីលោកតាមកលោកតាមានសង្ឃដីកាប្រាប់បងអស់ហើយថារឿងរ៉ាវដែលកើតឡើងដោយសារតែពមេដារបស់អូនទាំងអស់ណាអូនណាដោយសារមេដាទូព្រះបង្គំទេព្រះបិតាវាមិនពិតទេព្រោះកែពិសីគឺជាមេដាបង្កើតរបស់ពិសីវងជប់សិនព្រះជាបិតាទូព្រះបង្គំនឹងទូថ្វាយឲ្យព្រះជាបិតាបានដឹងម្ចាស់ស្ត្រីគិតពិសីប្រងគិតឃើញថានៅពេលដែលទូព្រះបង្គំធំពេញព្រះវេលាច្បាស់ជាក្រុងរាជជំនួសព្រះបិតាតែមែនទេក្រាបទូលនេះហើយគេហៅថាជាការចំណាយឈ្នានីសនោះអីចង់ឲ្យរាជបុត្ររបស់ខ្លួនក្រុងរាជតែអង្គឯងជំនួសព្រះបិតាក៏រៀបចំនៃផែនការក្បត់មួយដើម្បីចង់សម្រាប់ទូព្រះបង្គំជាខ្ញុំបិតាដឹងទេមហេសីរបស់ព្រះអង្គយកថ្នាំបពុលទៅដាក់នៅក្នុងព្រះក្រយាឲ្យទូព្រះបង្គំសើយតែទេវតាព្រះអង្គមានព្រះនេតិព្រះអង្គដឹងថាទូព្រះបង្គំមិនមែនជាមនុស្សអាក្រក់ព្រះអង្គក៏និមិត្តខ្លួនធ្វើជាសត្វដូចទុំនៅលើបាយនោះតែទូព្រះបង្គំមិនសើយទេរីឯព្រះអនុជវិតត្រឡប់មកវិញបែរជាសើយព្រះសង្ឃឲ្យជំនួសបងព្រះសង្ឃឲ្យអស់ទាំងនេះដែលមានថ្នាំពឹសអ្នកដែលបានដាក់ថ្នាំបំពុលឲ្យទូព្រះបង្គំស្លាប់នោះគឺជាមហេសីទី2របស់ព្រះអង្គនេះហើយណាក្រាបទូលមេដាហេតុអីបានជាមេដាធ្វើយ៉ាងនេះមេដាឃើញទេបាបកម្មមានពិតជុំមេដាហេតុអីបានជាទៅចោតប្រកាន់ថាម្ចាស់បងជាធិតកោទៅវិញចឹងបានន័យថាស្នាមជាប់ដោយមេដាតែព្រះបិតាមានបន្ទូលនោះគឺជាស្នាដៃមេដាមែនទេមិនមែនទេម្ចាស់អូនកេតពិសីឆាប់និយាយប្រាប់យើងតាមត្រង់មកតើរឿងរ៉ាវទាំងអស់នេះដូចជាចិនភពនិយាយឬមួយក៏យ៉ាងណាសម័យខ្ញុំម្ចាស់សំតើមេស្រីចង្រៃនាងឯងនេះពិតជាថ្លើមធំខ្លាំងណាស់ស្មានមិនយកចាស់ខុសហើយខ្ញុំមិនចាស់សំតើ
ចិត្តនាងចង់រៃទូរៀងរាជា ខ្ញុំមិនដែរសុំនោះខ្ញុំមិនចាបានចូលកោហើយម៉ែតាមឡាយខ្ញុំមិនចាចង់ឲ្យប្រជាជនវងស្លាប់វាជាកំហុសរបស់ខ្ញុំមិនចា ថោកទៀត មិនមែនវាជាអកុសលតែខ្ញុំមិនចាំបាច់ធ្វើទៅវាជាបាបកម្មតែធ្វើឲ្យបន្តរបស់ខ្ញុំមិនចាជាអ្នករងគ្រោះ គេពិសីនាងឯងនិយាយប្រាប់អញតាមត្រង់នោះហេតុអីបានជានាងឯងសម្រេចចិត្តបែបនេះឆាប់និយាយភ្លាម ព្រះពុកម្ចាស់ដូចជារឿងដែលបានកន្លង